ចាសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាចាថ្ងៃនេះផងដែរនាងខ្ញុំសូមលើកយករឿងពិតមួយយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាទុកជាការសន្តាប់រឿងពិតនេះដែលស្ថិតនៅក្នុងខេត្តព្រៃវែងចារឿងនេះផងដែរនាងខ្ញុំដាក់ឈ្មោះឲ្យថាគ្រួសារខ្មោចដើមកើចាដំណើរនៃរឿងនេះគឺមានក្មេងស្រីម្នាក់គាត់មានយានពិសេសនិងមានគ្រូខាងឪពុករបស់គាត់កាន់គ្រូធំខ្លាំងមែនទែនដោយសារតែនាងតែងតែមើលឃើញខ្មោចនាងអាចមើលឃើញខ្មោចនិងនាងអាចដឹងរឿងអ្វីដែលអាចកើតមុនដែលអាចកើតឡើងនាងតែងតែដឹងមុនចាឥឡូវយើងមកដំណើរសាច់រឿងរបស់យើងចាមានក្មេងស្រីម្នាក់គាត់តែងតែមើលឃើញខ្មោចនិងមានញាណពិសេសមួយដែលអាចដឹងរឿងមុនពេលកើតឡើងរឿងនេះគឺជារឿងពិតស្ថិតនៅក្នុងខេត្តព្រៃវែងកាលឆ្នាំ8ជាងដល់9និយាយទៅនៅជុំវិញផ្ទះសម្បូរទៅដោយដើមចេកនិងដើមឈើធំជាច្រើនចាមានថ្ងៃមួយក្មេងស្រីម្នាក់នោះគាត់បានចុះទៅបត់ជើងតូចនៅឯខាងត្បូងផ្ទះហើយនៅមុខផ្ទះរបស់គាត់មានដើមឈើធំមានដូចជាដើមអំពិលទឹកបារាំងដើមអំពិលទឹកនិងដើមគើផងដែរចំណែកដើមដែលធំជាងគេនោះគឺជាដើមគើមួយនេះមនុស្សប្រហែលជា5នាក់5ទៅ6នាក់ទើបអាចអោបជុំដើមគើនេះបានព្រោះដើមគើនេះនឹងសល់តាំងពីឆ្នាំណាមកទេគឺធំខ្លាំងមែនទែនពេលដែលនាងចុះបត់ជើងតូចប្រហែលជាម៉ោង4រៀបភ្លឺឬក៏5រៀបភ្លឺបងប្អូនកាលសម័យនោះម៉ោង4ម៉ោង5រៀបភ្លឺគឺនៅងងឹតឈឹងតែម្ដងហើយផ្ទះមួយគឺមានតែប្រើភ្លើងចង្កៀងផ្លុងតែប៉ុណ្ណោះនិយាយទៅគឺងឹតឈឹងតែម្ដងក្មេងស្រីគាត់បានចុះទៅបត់ជើងតូចគាត់ក៏បានសម្លឹងទៅកាន់ដើមគើនោះក្មេងស្រីនោះគាត់តែងតែឃើញមានស្រមោលសមើលទៅដូចជាមនុស្សប៉ុន្តែរបៀបសស្ទង់ហើយមានមួយថ្ងៃមានធាត់មួយថ្ងៃទៀតស្គមនិយាយទៅក្មេងស្រីម្នាក់ហ្នឹងគាត់ចុះទៅបត់ជើងតូចនៅនឹងរាល់ថ្ងៃហើយនាងតែងតែសម្លឹងទៅដើមគើនឹងរាល់ថ្ងៃគឺមានម្ដងមាសតូចម្ដងមាសធំជួនកាលឃើញទាំងក្រុមគ្រួសារនាងដឹងថាជាខ្មោចប៉ុន្តែនាងមិនបានខ្លាចទេដោយសារខ្មោចនោះក៏មិនបានធ្វើអ្វីនាងដែរហើយខ្មោចនោះពួកគាត់ក៏មានកូនចៅរបស់ពួកគាត់អញ្ចឹងពួកគាត់យល់ពីក្មេងគាត់មិនដែរឲ្យក្មេងស្រីនឹងខ្លាចទេគ្រាន់តែថារបៀបថាបងប្អូនចាស់ពីដើមគឺគាត់ម៉ោង4ម៉ោង5គឺគាត់ភ្ញាក់ហើយចាអញ្ចឹងទម្លាប់ខ្មោចពេលនោះក៏ដូចគ្នាគឺតែងតែភ្ញាក់ចុះមកក្រោមអីចឹងមើលជុំវិញផ្ទះអីចឹងណាបងប្អូនចាហើយក្មេងស្រីនោះឲ្យតែគាត់ឃើញគាត់តែងតែយករឿងហ្នឹងយកទៅដំណាលប្រាប់ម្ដាយរបស់គាត់ឬក៏អ៊ំរបស់គាត់ព្រោះបងប្អូនរបស់គាត់នៅក្មេងៗពេលដែលគាត់ដំណើររឿងហ្នឹងយកទៅប្រាប់ម្ដាយរបស់គាត់ក៏យល់យកទៅប្រាប់អ៊ំរបស់គាត់មិនយល់ទេព្រោះអ៊ំរបស់គាត់ខ្លាចខ្មោចអញ្ចឹងហើយរាល់ពេលដែលនាងនិយាយទៅកាន់អ៊ំរបស់គាត់តែងតែជេរស្ដីថាគាត់
អ៊ំរបស់គាត់មិនចង់ស្ដាប់រឿងរ៉ាវខ្មោចនោះទេព្រោះគាត់ខ្លាចហើយគាត់ក៏ដឹងថារាល់ដើមឈើធំនីមួយគឺតែងតែមានអ្នកវិញ្ញាណស្នាក់នៅស្នាក់អាស្រ័យគាត់ជឿក្មេងស្រីម្នាក់នេះប៉ុន្តែគាត់មិនចង់ស្ដាប់ព្រោះគាត់ខ្លាចចឹងណាបងប្អូនដល់ថ្នាក់មានបងប្អូនគាត់ជាច្រើនដែលគេធំពេញរូបពេញរាងអស់ហើយគេមិនជឿគាត់នោះទេចាប៉ុន្តែមានថ្ងៃមួយប្រហែលជាម៉ោង5ល្ងាចមានខ្យល់ព្យុះខ្យល់កន្ត្រាក់ហើយភ្លៀងធ្លាក់ជាខ្លាំងភ្លៀងងឹតមេឃងឹតដីខ្យល់កន្ត្រាក់រហូតដល់បាក់ដើមគរនោះពេលដែលបាក់ដើមគរនោះកណ្ដាលភ្លៀងស្រាប់តែអ្នកជិតខាងមានអ៊ំមានបងប្អូនចដូនមួយដែលរស់នៅជិតខាងរបស់គាត់គឺឮសំរែកស្រែកទ្រហោយំរបស់ក្រុមគ្រួសារខ្មោចដែលស្នាក់នៅលើដើមគរនឹងអ៊ំរបស់គាត់បានឮសំឡេងស្រែកថាបងអើយជួយខ្ញុំផងជួយកូនខ្ញុំផងភ្លៀងទឹកកូនខ្ញុំអស់ហើយបាក់ផ្ទះបាក់សំបែងខ្ញុំអស់ហើយបងប្អូនអើយជួយខ្ញុំផងអ៊ំរបស់គាត់ឮសំឡេងស្រែកឡើងចង់និយាយថាសម្រែកស្រែកគឺជាសម្រែកដ៏ថាពាក្យត្អូញត្អែឡើងចាក់ដោតដល់បេះដូងរបស់គាត់ស្រែកភ្លៀងនិងរន្ទះខ្លាំងប៉ុណ្ណាក៏មិនអាចលុបសំឡេងនឹងបានគឺស្រែករហូតហើយឮក្មេងយំទៅហឹងអើងកងពេញតែផ្ទះពេលនោះអ៊ំរបស់គាត់ក៏បានគិតថាអូប្រហែលជាផ្ទះក្មេងស្រីនឹងបាក់ហើយព្រោះផ្ទះក្មេងស្រីនឹងគឺជាផ្ទះតូចមួយធ្វើអំពីស្លឹកប៉ុន្តែភ្លៀងខ្លាំងពេកអ៊ំស្រីនឹងគាត់បានប្រាប់ប្តីគាត់ប៉ុន្តែដោយសារភ្លៀងខ្លាំងពេកខ្លាចដើមឈើដើមអីបាក់ត្រូវគាត់មិនទាន់មកភ្លាមទេប៉ុន្តែសម្រែកនឹងគឺនៅតែស្រែករហូតនៅតែស្រែកថាបងអើយជួយខ្ញុំផងជួយកូនខ្ញុំផងផ្ទះខ្ញុំបាក់ហើយភ្លៀងទឹកកូនចៅខ្ញុំអស់ហើយបងអើយជួយខ្ញុំផងនៅតែស្រែកលុះត្រាតែមានមនុស្សដើរមកមើលពេលនោះអ៊ំនិងប្តីប្រពន្ធរបស់គាត់និងបងចដូនមួយដែលនៅក្បែរនោះគឺគាត់ឮដូចគ្នាប៉ុន្តែមនុស្សនៅផ្ទះផ្សេងគ្នាទេពេលនឹងបងចដូនមួយគាត់ពីអ្នកប្តីប្រពន្ធក៏បានដើរមកអ៊ំរបស់គាត់ពីអ្នកប្តីប្រពន្ធក៏បានដើរមកប៉ុន្តែពួកគាត់នៅតែអត់ចាប់អារម្មណ៍ពេលពួកគាត់ដើរមកហ្នឹងគាត់ដើរមកសម្ដៅផ្ទះក្មេងស្រីហ្នឹងប៉ុន្តែគាត់ដើរមកគាត់ឃើញដើមគរបាក់នៅកណ្ដាលផ្លូវហើយពួកគាត់ដើរមកត្រូវឆ្លងកាត់ដើមក្រោមដើមគរហ្នឹងប៉ុន្តែមកឃើញដើមគរហ្នឹងបាក់ក៏គាត់មិនចាប់អារម្មណ៍ដែរគាត់នាំគ្នាដើរមកផ្ទះក្មេងស្រីម្នាក់ហ្នឹងពេលដែលគាត់ដើរមកដល់ផ្ទះក្មេងស្រីម្នាក់ហ្នឹងផ្ទះហ្នឹងអត់បាក់ទេផ្ទះតូចមែនប៉ុន្តែអត់បាក់ទេហើយមកដល់ចូលដល់ក្នុងផ្ទះឃើញក្មេងស្រីនិងបងប្អូនកំពុងតែប្រឡែងគ្នាសើចក្អឹកបងប្អូនក្មេងពីមុនណាចាមានមេឃភ្លៀងមានអីចឹងទៅជាសបាយវិញនៅក្នុងផ្ទះប្រឡែងគ្នាសើចត្រហឹងអើងកងពេលនោះអ៊ំរបស់គាត់បានសួរប្អូនទៅកាន់ម្ដាយរបស់ក្មេងស្រីថាហើយចុះមិញអាណាស្រែកអញឮស្រែកបងអើយជួយកូនខ្ញុំផងជួយខ្ញុំផងបាក់ផ្ទះខ្ញុំមេឃភ្លៀងទៅទឹកកូនខ្ញុំអស់ហើយបងចដូនមួយគាត់ក៏បាននិយាយថាគាត់ឮបែបនេះដែរប៉ុន្តែពួកគាត់នៅផ្ទះផ្សេងគ្នាបងប្អូនដល់ហើយទៅម្ដាយឪពុករបស់ក្មេងស្រីក៏បាននិយាយថាទេពួកខ្ញុំអត់បានស្រែកទេកូនកំពុងតែប្រឡែងគ្នាសប្បាយណាស់ពេលអញ្ចឹងគាត់នៅលឺអញ្ចឹងអ៊ំហើយនឹងម្ដាយរបស់ក្មេងស្រីក៏បាននឹកឃើញពាក្យក្មេងស្រីប្រាប់ថាតែងតែឃើញខ្មោចនៅដើមគរនឹងអញ្ចឹងណាហើយមានប្តីមានប្រពន្ធមានក្រុមគ្រួសារហើយអ៊ំស្រីរបស់គាត់គឺជាមនុស្សដែលខ្លាចខ្មោចបំផុតពេលដែលគាត់បានឮបែបនេះគឺគាត់អត់ឈរនៅដីទេគឺគាត់ឡើងមកលើផ្ទះ
តែផ្ទះនេះចតើដូចជា3កម្មទេបងប្អូនចតើ3កម្មតូចៗទេគាត់ក៏ឡើងមកលើផ្ទះគាត់ក៏ពិភាក្សាគ្នាជាមួយម្ដាយរបស់ក្មេងស្រីហ្នឹងគាត់ក៏ថាគាត់ក៏ហៅក្មេងស្រីហ្នឹងមកសួរបញ្ជាក់ម្ដងទៀតគាត់សួរថាមើលឯងពិតជាបានឃើញខ្មោចជាមួយមានប្តីប្រពន្ធនិងក្រុមគ្រួសារមែនដែរឬក៏អត់ពេលហ្នឹងក្មេងស្រីក៏បានប្រាប់ទៅកាន់អ៊ំរបស់នាងថាខ្ញុំឃើញមែនខ្ញុំឃើញរាល់ថ្ងៃប៉ុន្តែពួកគាត់អត់ធ្វើអីខ្ញុំទេដោយសារតែគាត់ក៏មានកូនដែរពេលខ្លះខ្ញុំមានបញ្ហាមានគ្រោះថ្នាក់គឺពួកគាត់តែងតែជួយខ្ញុំក្មេងស្រីនឹងគាត់ធ្លាប់ចុះទៅបងប្អូនដើរជាន់ពោះវែកអាស័យពេលដែលគាត់ឃើញខ្មោចហ្នឹងគាត់ដើរមកកន្លែងបត់ជើងតូចហ្នឹងដើរជាន់ពោះវែកអាស័យប៉ុន្តែក្មេងស្រីហ្នឹងគាត់ឃើញខ្មោចម្នាក់ហ្នឹងខ្មោចដែលជាប្តីជាឪពុករបស់កូនខ្មោចចឹងចាក្មេងស្រីក៏បានឃើញគាត់គវាសដៃវាសពោះចេញណាបងប្អូនហើយកន្លែងបត់ជើងក្មេងស្រីនឹងដើមកើនឹងអត់ឆ្ងាយពីគ្នាទេឃើញខ្មោចនឹងគវាសដៃយកពោះចេញហ្នឹងក្មេងស្រីនឹងក៏បានរួចខ្លួនចង់និយាយថាមិនថាតែរឿងពេលយប់ចុះទៅជួបខ្មោចនឹងទេគឺមានរឿងផ្សេងដែលក្មេងស្រីមានបញ្ហាជាច្រើនដែលខ្មោចក្រុមគ្រួសារនឹងតែងតែជួយនាងហើយពេលដែលចាស់ពិភាក្សាគ្នារួចហើយពួកគាត់ក៏យល់ហើយតែមិនដឹងធ្វើយ៉ាងម៉េចព្រោះយប់ហើយអញ្ចឹងណាអត់អាចកាប់ឆ្កាឬក៏កំពុងតែភ្លៀងអាចអុជធូបអីនិយាយបានទេពីព្រោះមេឃកំពុងតែភ្លៀងខ្លាំងអញ្ចឹងហើយអ៊ំរបស់គាត់ពីអ្នកប្តីប្រពន្ធនិងបងច្រូនមួយរបស់គាត់ពីអ្នកប្តីប្រពន្ធក៏បានសម្រេចចិត្តថាវិលត្រឡប់ទៅផ្ទះវិញពួកគាត់សម្រេចចិត្តថាគាត់វិលត្រឡប់ទៅផ្ទះវិញសិនចាំព្រឹកស្អែកចាំគាត់គិតគូររឿងដើមកើហ្នឹងពេលដែលគាត់វិលត្រឡប់ទៅដល់ផ្ទះវិញគឺលែងឮសម្រែកនឹងទៀតហើយពេលនោះក្មេងស្រីគាត់ក៏នឹកឃើញថាបើដើមកើនឹងបាក់ហើយតើក្រុមគ្រួសារខ្មោចនឹងទៅនៅទីណាក្មេងស្រីក៏បានអើតតាមបង្អួចទៅមើលដើមកើនឹងក្មេងស្រីឃើញក្រុមគ្រួសារខ្មោចនឹងកំពុងតែឈរកណ្ដាលភ្លៀងតែទឹកកូនឡើងញ័រអស់ហើយពួកគាត់រងាពេលនោះក្មេងស្រីក៏បានប្រាប់ម៉ែម្ដាយឪពុករបស់គាត់ថាម៉ែអាណិតពួកក្រុមគ្រួសារខ្មោចហ្នឹងណាមានកូនតូចឡើងមកកណោហើយកំពុងតែយំនៅញាក់កដាលភ្លៀងពេលហ្នឹងណាតែពិតណាម្ដាយរបស់ក្មេងស្រីហ្នឹងគឺគាត់មិនជឿអបិយជំនឿទេបងប្អូនព្រោះគាត់ជាពេទ្យហើយគាត់ជាពេទ្យជំនាន់ដើមហើយអ្វីដែលគាត់មិនជឿក្មេងស្រីហ្នឹងគាត់មិនជឿគាត់ជឿប៉ុន្តែគាត់មិនចង់ឲ្យក្មេងស្រីហ្នឹងនិយាយអ្វីដែលប៉ះពាល់រឿងផ្លូវងឹតហ្នឹងគាត់មិនចង់ឲ្យក្មេងស្រីហ្នឹងកាន់ទេពីព្រោះក្មេងស្រីហ្នឹងមានគ្រូធំប៉ុន្តែម្ដាយរបស់គាត់មិនចង់ឲ្យកាន់ខ្លាចមានបញ្ហាកាន់ត្រូវសុខសប្បាយប៉ុន្តែកាន់ខុសវាទៅជាបញ្ហាអញ្ចឹងហើយម្ដាយរបស់គាត់ប្រឹងលុបបំបត្តិប៉ុន្តែពេលដែលកូននិយាយថាឃើញក្រុមគ្រួសារខ្មោចនឹងឈររងាគាត់ក៏បានពីអ្នកប្តីប្រពន្ធណាឪពុកម្ដាយរបស់ក្មេងស្រីនឹងក៏បានអុជធូបហើយមានអង្ករមានអំបិលមានទឹកត្រីគាត់អុជធូបគាត់ចុះទៅកន្លែងគេហៅថាចង្រុកហ្នឹងខែស្រូវដាក់ស្រូវខែពោតដាក់ពោតគាត់ក៏បានអុជចុះទៅគាត់អត់ឲ្យក្មេងស្រីនឹងចុះទៅទេគាត់ក៏បានចុះទៅគាត់យកភួយមុងចុះទៅនឹងមានអង្ករមានអំបិលហើយនឹងមានទៀនធូបអីចឹងទៅគាត់ចុះទៅកន្លែងព្រោះកន្លែងជង្រុកហ្នឹងតែខែហ្នឹងខែដាក់ពោតខែភ្លៀងហ្នឹងខែធ្វើពោតអញ្ចឹងនៅក្នុងជង្រុកហ្នឹងវាមានពោតទុំគាត់ពីអ្នកប្តីប្រពន្ធក៏បានចុះទៅជង្រុកហ្នឹងហើយគាត់យកដូចជាភួយដូចជាមុងអីចឹងណាបងប្អូនឧបកិច្ចណា
ហើយមានអង្គមានអំបិលអញ្ចឹងទៅមានចានមានឆ្នាំងពួកគាត់ដឹងពួកគាត់ឧបកិច្ចតាមបែបមនុស្សចាស់ព្រោះឪពុករបស់ក្មេងស្រីហ្នឹងគាត់ក៏ចេះរបៀងខ្លះដែរគាត់ក៏បានអុជធូបនិយាយគាត់ថាពេលហ្នឹងគាត់អុជធូបហើយគាត់ប្រហែលឆ្នាំក្រោយបានគាត់និយាយគាត់ថាឥឡូវហ្នឹងបើសិនជាដើមកនឹងបាក់ហើយមិនដឹងនាំកូននាំចៅទៅនៅឯណាមិនដឹងនាំកូននាំចៅទៅនៅឯណាអញ្ចឹងមកនៅក្នុងជង្រុកកន្លែងដាក់ពោតរបស់ខ្ញុំនឹងបដោះអាសន្នសិនមកចាំរើទីលំនៅបានចាំនាំគ្នាទៅនៅទៅឥឡូវមេឃភ្លៀងទៅទឹកកូនទៅទឹកចៅអស់ហើយអញ្ចឹងនាំគ្នាមកនៅក្នុងជង្រុកស្រូវជង្រុកពោតរបស់ខ្ញុំមកមានអង្គមានអង្គមានអំបិលមានទឹកត្រីមានភួយមានមុងអញ្ចឹងនាំកូនមកសម្រាប់នឹងមកកុំនៅហាលភ្លៀងហើយក្មេងស្រីនោះគាត់ឲ្យតាមប្អូនមើលរហូតពេលម្ដាយនិងឪពុករបស់ក្មេងស្រីនឹងអុជធូបនិយាយបែបនេះហើយក្មេងស្រីក៏មើលឃើញថាពួកខ្មោចនឹងបានដើរមកនៅជង្រុកពោតជង្រុកស្រូវរបស់ម្ដាយគាត់មែនបងប្អូនជង្រុកស្រូវនិងជង្រុកពោតនឹងនៅអត់ឆ្ងាយពីដើមកើនឹងទេនៅខាងលិចដើមកើនឹងប្រហែលជាខ្ទង់10ម៉ែត្រប៉ុន្តែដើមកើនឹងដួលទៅខាងកើតចំណែកឯជង្រុកស្រូវនឹងនៅខាងលិចអញ្ចឹងហើយក្មេងស្រីនឹងគាត់មើលឃើញថាក្រុមគ្រួសាររបស់ខ្មោចនឹងដើរមកនៅក្នុងជង្រុកស្រូវរបស់គាត់មែនហើយពេលដើរចូលទៅពួកគាត់ក៏បានអឺតមកពេលម្ដាយរបស់ក្មេងស្រីម្ដាយឪពុករបស់ក្មេងស្រីនឹងត្រឡប់មកចូលនៅក្នុងផ្ទះវិញណាពួកក្រុមគ្រួសារនឹងក៏បានអឺតមកមើលក្មេងស្រីនឹងមើលរបៀបថាអរគុណអញ្ចឹងណាបងប្អូនរបៀបថាអរគុណហើយក៏បានស្នាក់នៅក្នុងជង្រុកស្រូវជង្រុកពោតនឹងហើយប្រហែលថ្ងៃរយៈពេលប្រហែលជាមួយនឹងឲ្យ7ថ្ងៃម្ដាយឪពុករបស់ក្មេងស្រីនឹងហាមកូនទាំងអស់ទៅអញញ៉ៃនៅកន្លែងជង្រុកពោតនឹងព្រោះយើងឲ្យគេស្នាក់នៅហើយណាបងប្អូនហើយស្អែកឡើងគាត់ក៏បានជាមួយអ៊ំជាមួយបងចរូនមួយអីហ្នឹងពួកគាត់គ្នាច្រើននៅក្នុងភូមិហ្នឹងពីព្រោះគេដឹងហើយថាដើមកើប៉ុណ្ណឹងគឺមានអ្នកកាន់អ្នកនៅហើយពួកគាត់ក៏បានយកនំចំណីអង្គស្រូវពោតនិយាយទៅពួកគាត់យករបៀបថាអាចវិខ្ចប់បានណាពួកគាត់យកមកគាត់អុជធូបនៅនឹងគល់កើហ្នឹងហើយពួកគាត់ក៏បាននិយាយថាឥឡូវហ្នឹងដើមកើនឹងបាក់ហើយអញ្ចឹងហើយសូមទៅនៅកន្លែងផ្សេងកុំនៅក្នុងភូមិទៀតទោះជានៅក្នុងភូមិនៅដើមផ្សេងក៏ដោយដើមអ្វីផ្សេងក៏ដោយឲ្យទៅនៅក្នុងភូមិហ្នឹងគង់តែគេកាប់ទេអញ្ចឹងហើយកុំឲ្យរើបង្វិចចុះឡើងច្រើនដងពួកគាត់នៅក្នុងភូមិហ្នឹងអុជធូបដើម្បីសុំឲ្យវិញ្ញាណខ្មោចទាំងក្រុមគ្រួសារហ្នឹងគាត់ទៅនៅទីឋានណាដែលនៅឆ្ងាយនៅព្រៃភ្នំអីចឹងទៅដើម្បីកុំឲ្យមានការប៉ះពាល់ពីមនុស្សពីព្រោះមុននឹងក្រោយឲ្យទៅនៅក្នុងភូមិគឺគេកាប់ហើយដើមឈើហ្នឹងគេត្រូវការយកប្រើការអ្វីផ្សេងអញ្ចឹងហើយពួកគាត់ព្យាយាមអុជធូបនិយាយឲ្យយល់ការឲ្យយល់ស្ដាប់គ្នាចាហើយពួកគាត់អុជធូបឲ្យសុំថាសម្អាតដើមកើហ្នឹងព្រោះវាបាក់ទៅហើយចឹងហើយពួកគាត់ក៏សម្អាតដើមកើនឹងក្នុងមួយថ្ងៃហ្នឹងពួកគាត់សម្អាតដើមកើដែលបាក់ហ្នឹងសម្អាតឲ្យស្អាតផ្លូវអាចមានគេជិះបានអញ្ចឹងណាបងប្អូនជំនាន់នោះផ្លូវមានតែមួយបើសិនជាមិនសម្អាតមិនកាប់ដើមកើនឹងចេញក្នុងរយៈពេលមួយថ្ងៃហ្នឹងទៅគឺអត់អាចធ្វើដំណើរកាត់តាមណាបានទេអញ្ចឹងហើយក្មេងស្រីម្នាក់ហ្នឹងគាត់តែងតែឲ្យតែយប់ឡើងគាត់តែងតែអឺតាមប្អួយទៅមើលក្រុមគ្រួសារខ្មោចហ្នឹងហើយម្យ៉ាងទៀតបានរយៈពេល7ថ្ងៃគាត់ក៏បានឃើញក្មេងស្រីហ្នឹងក៏បានអឺតាមបងអួយទៅក៏បានឃើញខ្មោចហ្នឹងនាំកូននាំចៅវិចបង្វិចស្អីខ្លះទេចេញពី
ចង្រុកស្រូវរបស់ម្ដាយគាត់ហ្នឹងនិយាយទៅខ្មោចហ្នឹងគាត់ត្រូវចេញទៅតាំងពីពេលដូចថាមុនពេលអញ្ចឹងណាប៉ុន្តែដោយសារអត់ទាន់ឃើញក្មេងស្រីហ្នឹងដូចថាពួកគាត់នៅអាឡោះអាល័យក្មេងស្រីហ្នឹងហើយគាត់ចង់អរគុណណាដែលមើលឃើញគាត់ហើយប្រាប់ម្ដាយឪពុករបស់គាត់ហើយឲ្យអុជធូបអញ្ជើញពួកគាត់មកនៅនឹងចង្រុកស្រូវហ្នឹងអញ្ចឹងបងប្អូនហើយក្មេងស្រីហ្នឹងគាត់តែងតែទៅតាមមកវិញគាត់មើលឃើញអញ្ចឹងណាហើយថ្ងៃហ្នឹងគាត់ចុះទៅយប់រៀបភ្លឺហ្នឹងគាត់ក៏ចុះទៅបាត់ជើងតូចតាមធម្មតារបស់គាត់ហើយក្មេងស្រីនោះអាយុប្រហែលជា7ឆ្នាំអីទេ6 7ឆ្នាំអីទេមិនធំទេគាត់ក៏បានចុះទៅបាត់ជើងតូចចុះទៅក៏គាត់ជួបនឹងក្រុមគ្រួសារខ្មោចហ្នឹងហើយឃើញក្រុមគ្រួសារខ្មោចនឹងវិចអីចឹងមិននិយាយស្ដីជាមួយគ្នាទេគ្រាន់ថាពួកគាត់អរគុណកាយវិការរបស់គាត់អរគុណក្មេងស្រីនឹងអញ្ចឹងបងប្អូនហើយមុននឹងពួកគាត់ទៅគាត់បានឲ្យក្មេងស្រីនឹងជីកនៅក្រោមដើមនៅក្បែរគល់ដើមកើហ្នឹងគាត់ធ្វើកាយវិការប៉ុន្តែក្មេងស្រីនឹងគាត់អាចយល់ពីកាយវិការនឹងពេលថាភាសាខ្មោចគាត់ក៏បានច្អល់ទៅដើមកើហ្នឹងហើយគាត់នាំក្មេងស្រីទៅកន្លែងដើមកើហ្នឹងគាត់ឲ្យគាត់ចង្អុលអាកន្លែងដែលជីកហ្នឹងដែលត្រូវជីកហ្នឹងណាគាត់ឲ្យក្មេងស្រីនឹងជីកក្មេងនឹងស្រីនឹងជីកទៅក៏បានមាសម្ដុំហើយនឹងបានកុយរមាសមួយបងប្អូនកុយរមាសដែលពិតប្រាកដណាបងប្អូនណាទុកទៅគឺវាដុសខ្នែងអាហ្នឹងកុយរមាសដែលពិតប្រាកដប៉ុន្តែកុយរមាសដែលមិនពិតប្រាកដទោះទុកប្រហែលឆ្នាំក៏វាអត់មានដុសខ្នែងដែរគេហៅដុសពើកនៅកុយរមាសហ្នឹងអញ្ចឹងកុយរមាសហ្នឹងមានពើកដល់4 5ក្មេងស្រីហ្នឹងបានមាសម្ដុំហើយនឹងកុយរមាសហ្នឹងនិយាយទៅកុយរមាសហ្នឹងបើសិនជាលក់ក្នុងសម័យឥឡូវបានមិនមែនតិចលានដុល្លារទេបងប្អូនប៉ុន្តែដោយសារសម័យនោះគឺគ្មានការលក់ដូរអីវត្ថុបុរាណអីទេប៉ុន្តែពេលដែលមានគេដឹងគេមកលួចព្រោះម្ដាយឪពុករបស់គាត់តែងទៅវាលស្រែអញ្ចឹងដែលបាននៅផ្ទះទេគេក៏លួចកុយរមាសនឹងបាត់ហ្នឹងពេលដែលខ្មោចហ្នឹងចេញពីស្រុកពីភូមិហើយបើសិនជាខ្មោចហ្នឹងនៅក្នុងស្រុកក្នុងភូមិអ្នកលួចកុយរមាសហ្នឹងក៏លួចអត់បានដែរចឹងកុយរមាសហ្នឹងគឺគេលួចបាត់តាំងពីជំនាន់9ជាងបងប្អូនតែគាត់ថាមិនដឹងអ្នកណាព្រោះខ្មោចហ្នឹងក៏គាត់លែងនៅក្នុងស្រុកក្នុងភូមិហ្នឹងដែរខ្មោចហ្នឹងក៏គាត់បានធ្វើដំណើរទៅឆ្ងាយហើយប៉ុន្តែបងប្អូនរឿងរ៉ាវជាច្រើនបន្ទាប់ពីខ្មោចហ្នឹងចេញពីស្រុកហ្នឹងទៅនៅនាងខ្ញុំធ្លាប់ដំណើរប្រាប់បងប្អូនថានៅក្បែរដើមកើហ្នឹងមានដើមអំពិលទឹកបារាំងហើយនឹងដើមអំពិលទឹកហូបផ្លែឥឡូវនេះចប់រឿងខ្មោចក្រុមគ្រួសារនឹងហើយវាមាននៅរឿងដើមអំពិលបារាំងដែលព្រាយហោះគ្រាន់តែខ្មោចនឹងក្រុមគ្រួសារខ្មោចនឹងចេញលែងនៅបងប្អូនមានព្រាយហោះមកនៅលើដើមអំពិលបារាំងហ្នឹងបងប្អូនណារឿងនេះជារឿងពិតមិនមែនរឿងប្រឌិតហើយពេលដែលព្រាយនឹងហោះមកនៅលើដើមហ្នឹងចាប់ដើមព្រាយនឹងមកនៅលើដើមអំពិលទឹកហ្នឹងណាគឺក្រុមគ្រួសាររបស់ក្មេងស្រីគឺឈឺអត់ឈប់ឈឺរហូតដល់ថ្នាក់បាត់បង់ម្ដាយចឹងសាច់រឿងហ្នឹងនាងខ្ញុំសូមលើកយកមកនិយាយនៅពេលក្រោយហើយនាងខ្ញុំសូមបញ្ជាក់ថាបងប្អូនរឿងដែលនាងខ្ញុំលើកយកមកនិយាយនេះគឺជារឿងពិតស្ថិតនៅក្នុងខេត្តព្រៃវែងហើយក្មេងស្រីហ្នឹងគឺគាត់រស់នៅដល់សពថ្ងៃប៉ុន្តែគ្រាន់ថាគាត់មិនបានមានស័ក្តិសិទ្ធិឬញាណពិសេសដូចពីមុនទេព្រោះគាត់មិនកាន់បងប្អូនណាម្ដាយរបស់គាត់មិនចង់ឲ្យគាត់កាន់អញ្ចឹងហើយទើបគាត់មិនកាន់ប៉ុន្តែគាត់នៅតែមានញាណពិសេសគាត់ថាវាតិចតួចជាងមុនចាវីដេអូទី3នេះខ្ញុំនឹងលើកយករឿងព្រាយនៅលើដើមអំពិលបារាំងនឹងយកមកចែករំលែកជូនបងប្អូនទុកជាការសម្ដាប់បន្តទៀត
ចាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការតាមដានការចូលចិត្តរបស់បងប្អូនចាអរគុណជម្រាបលា